ញ្ញត្តិថ្កោលទោសអំពើឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានទាំងកំរោលមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសការបន្តបាញ់ប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជានិងមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃចាប់តាំងពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025រហូតដល់ពេលនេះការឈ្លានពានរបស់ថៃដោយបានប្រើប្រាស់សពាវុធធុនធ្ងន់និងយន្តហោះចម្បាំងផ្សែងពុលគ្រាប់បែកចង្កោងទម្លាក់និងបាញ់ផ្លោងដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃបានធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់និងរងរបួសហើយផ្ទះសម្បែងប្រាសាទបុរាណទ្រព្យសម្បត្តិរដ្ឋនិងឯកជនមណ្ឌលសុខភាពស្ពានផ្លូវផ្សារសាលារៀនអគារពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងត្រូវបានបំផ្លាញសិស្សសាលាប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមភាគីថៃម្ដងហើយម្ដងទៀតបានរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានបដូវវេនអាស៊ានយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដល់កម្រោលនេះនិងអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនេះយើងខ្ញុំសូមអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសូឆន្ទៈពិតប្រាកដព្រមទាំងប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំងអាវុធសម្ដៅស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃដែលបានបើកការបាញ់ប្រហារលើជនស៊ីវិលនិងការរំលោភបំពានទាំងកំរោលមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជានិងសូមឲ្យភាគីថៃត្រូវបញ្ឈប់ជាបន្ទាន់នៅមហិច្ឆតាឈ្លានពាននិងការបង្កអរិភាពដែលជាទង្វើបំពានច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរនេះថ្ងៃប្រហ័ស6កើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី25ខែធ្នូឆ្នាំ2025ថ្នាក់ដឹកនាំនិងមន្ត្រីរាជការអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស